มหาวิทยาลัยวิเชียรศาสตร์สุขาภิบาลในสกลวิทยาลัยเจนลาបានរៀបចំពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បន្តបរិញ្ញាបត្រគិលានុបដ្ឋាបែបពាក់កណ្ដាលពេលចំនួនទី6ចំនួន14ក្រុមដែលបានបែងចែកជា2វគ្គវគ្គទី1គឺនៅពេលព្រឹកមានចំនួន7ក្រុមនិងវគ្គទី2នៅពេលរសៀលមានចំនួន7ក្រុមនាថ្ងៃទី9ខែមីនាឆ្នាំ2025ប្រធានបទសារណាខាងលើនេះគឺតាក់ទងទៅនឹងជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ជំងឺរបេងជំងឺរាគជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺសរសៃឈាមបេះដូងជំងឺលើសសម្ពាធឈាមជំងឺកង្វះអាហារូបត្ថម្ភជំងឺពុកឆ្អឹងការថែទាំជំងឺមាត់ធ្មេញការថែទាំការតែតែនតាមសរសៃវ៉ែនការចាក់ថ្នាំបង្ការតាមកម្មវិធីជាតិការទទួលទានភេសជ្ជៈបើកម្លាំងនិងការប្រើប្រាស់ទឹកស្អាតដោយទទួលបាននៅលទ្ធផលជារួមគឺល្អប្រសើរទាំង14ក្រុមអ្នកឱកាសនោះលោកស្រី Hen Dalinet សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡាសូមចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ពីសារៈសំខាន់រួមជាមួយនឹងអត្ថន័យធំធេងបំផុតសម្រាប់និស្សិតទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រដោយចំណាយទាំងធនធាននិងពេលវេលាដើម្បីក្រេបជញ្ជក់នៅចំណេះដឹងជំនាញនិងបទពិសោធន៍ល្អៗពីលោកស្រីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យចេនឡាជាពិសេសលោកស្រីក៏សូមសម្ដែងនៅការកោតសរសើរចំពោះបងប្អូននិស្សិតគ្រប់ក្រុមទាំងអស់ដែលបានរួមគ្នាសាមគ្គីនៅក្នុងការខិតខំស្រាវជ្រាវនិងចងក្រងសារណាស្របទៅតាមការពន្យល់ណែនាំរបស់គណៈកម្មការសារណារបស់សាកលវិទ្យាល័យចេនឡាក៏ដូចជាសាស្ត្រាចារ្យណែនាំនិងជំនួយការសាស្ត្រាចារ្យណែនាំប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់លោកសាស្ត្រាចារ្យជំនួយទូចខុនប្រធានគណៈកម្មការវិតម្លៃនិងលោកអនុបណ្ឌិតអាំផេនពិតជាមានកិត្តិយសនៅក្នុងការវិតម្លៃការពារសារណារបស់និស្សិតទាំង14ក្រុមដែលរៀបចំឡើងដោយសាកលវិទ្យាល័យចេនឡាស្របទៅនឹងលក្ខខណ្ឌរបស់ក្រសួងសុខាភិបាលយើងដែលកំណត់ថារាល់និស្សិតទាំងអស់ដែលមុននឹងបញ្ចប់ត្រូវតែធ្វើការការពារសារណាបាទទៅយើងប្រឡងថ្នាក់ជាតិបាទនេះគឺជាជោគជ័យមួយហើយក៏ជាគំរូមួយរបស់សាកលវិទ្យាល័យចេនឡាយើងដែរបាទពិតប្រាកដណាស់រាល់សារណាដែលនិស្សិតបានធ្វើពួកគាត់បានចុះទៅយកទិន្នន័យផ្ទាល់បាទហើយចងក្រងនៅប្រធានបទដែលមិនដែលមានមិនទាន់បានសិក្សាពីមុនមកហើយនៅពេលដែលបានលទ្ធផលមកគឺមានប្រយោជន៍ទៅដល់ប្រជាជននៅតំបន់នោះដើម្បីយើងផ្ដល់អនុសាសន៍ឲ្យពួកគាត់អប់រំសុខភាពបង្ការមុននឹងមានបញ្ហាសុខភាពផ្សេងដូចជាជំងឺឆ្លងឬក៏ជំងឺមិនឆ្លងជាដើមបាទជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡាហើយក៏ដូចជាសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងមែនទែននៅក្នុងការធ្វើនិកាយបទហ្នឹងឲ្យបានទទួលបានលទ្ធផលជាទីគាប់ប្រសើរបាទហើយខ្ញុំលើកទឹកចិត្តឲ្យនិស្សិតក្រោយទៀតព្យាយាមធ្វើដូចគ្នាជាគំរូនៅក្នុងការធ្វើសារណាហ្នឹងឲ្យបានចប់មុនយើងប្រឡងថ្នាក់ជាតិខ្ញុំបានធ្វើការចាប់អារម្មណ៍ទៅលើប្រធានបទដែលបងប្អូននិស្សិតទាំងអស់ជារើសយកមកធ្វើការសិក្សានេះសិតតែជាប្រធានបទដ៏មានសារៈសំខាន់បច្ចុប្បន្ននេះយើងជួបច្រើនតាក់ទងទៅនឹងប្រធានបទជំវិញនឹងជំងឺផ្សេងជាពិសេសគឺជំងឺមិនឆ្លងដែលប្រធានបទបងប្អូនបានជារើសយកមកនេះគឺត្រូវនឹងគោលនយោបាយរបស់ក្រសួងសុខាភិបាលដែលបច្ចុប្បន្នកំពុងតែប្រយុទ្ធនឹងជំងឺមិនឆ្លងនេះអ្វីដែលជាចំណុចខ្លាំងរបស់សាកលវិទ្យាល័យគឺយើងសង្កេតឃើញថាសាកលវិទ្យាល័យបានបណ្ដុះបណ្ដាលទាំងផ្នែកទ្រឹស្ដីហើយនៅក្នុងនោះដែរផ្នែកអនុវត្តជាក់ស្ដែងគឺជាពិសេសអាចអនុញ្ញាតឲ្យបងប្អូនដែលជានិស្សិតហ្នឹងអញ្ជើញចុះទៅធ្វើការស្រាវជ្រាវផ្ទាល់ដល់សហគមន៍រហូតសម្រេចបាននៅការធ្វើនៅសារណាបញ្ចប់អញ្ចឹងលទ្ធផលនៃការចុះធ្វើការសិក្សាស្រាវជ្រាវនេះគឺអនុញ្ញាតឲ្យបងប្អូនដែលជានិស្សិតហ្នឹងយល់ដឹងអំពីអ្វីដែលជាការងារនៅសហគមន៍ហើយនៅពេលដែលលទ្ធផលប្រមូលបាននេះបងប្អូនអាចមានជាទុនដើម្បីយកទៅធ្វើការអនុវត្តជាក់ស្ដែងនៅពេលដែលបងប្អូននិស្សិតទាំងអស់ចេញពីមហាវិទ្យាល័យទៅធ្វើការអនុវត្តនៅតាមមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យថ្នាក់ស្រុកថ្នាក់ខេត្តផ្សេងដែលមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនអាចចេះនៅកិច្ចការដែលអាចធ្វើជារបាយការណ៍ចងក្រងនៅទិន្នន័យដែលប្រមូលបានយកមក
ធ្វើជាទុននៅក្នុងការសិក្សានេះ ជាមួយគ្នានោះដែរនិស្សិត3ក្រុមនៅក្នុងចំណោមនិស្សិតទាំង14ក្រុមមានសេចក្តីត្រេកអរជាខ្លាំងដែលឡើងការពារសារណាជាពិសេសក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍទើបធ្វើឲ្យនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យចេនឡាមានឱកាសនៅក្នុងថ្ងៃនេះនាងខ្ញុំមានប្រធានបទតាក់ទងទៅនឹងការសិក្សាអំពីចំណេះដឹងអេរិយាបថនិងការអនុវត្តស្ដីអំពីជំងឺគ្រុនចាញ់ទៅលើក្រុមអាយុបុរសគោលដៅអាយុ15ឆ្នាំដល់49ឆ្នាំនៅស្រុកប្រតិបត្តិសែនមនោរមនៅខេត្តមណ្ឌលគិរីក្នុងឆ្នាំ2024នៅក្នុងថ្ងៃនេះផងដែរនាងខ្ញុំមានសេចក្តីសំណូមរីករាយនិងមានសេចក្តីត្រេកអរជាខ្លាំងមានឱកាសក្នុងការធ្វើបទបង្ហាញនិងការពារសារណានៅក្នុងថ្ងៃនេះពេលនេះពួកខ្ញុំនឹងបានបញ្ចប់នៅថ្នាក់ការពារសារណានេះនៅថ្ងៃអនាគតពួកខ្ញុំនឹងក្លាយជាមន្ត្រីសុខាភិបាលមួយរូបដើម្បីជួបមុខក្នុងក្រសួងសុខាភិបាលពួកខ្ញុំទាំង3នាក់សូមធ្វើការបដិញ្ញាចិត្តនិងធ្វើការតាំងចិត្តយ៉ាងមុតមាំថានឹងចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍសុខភាពដល់ប្រជាជនឲ្យមានសុខភាពកាន់តែល្អឡើងនិងជួយក្នុងការអភិវឌ្ឍប្រទេសមួយនេះឲ្យកាន់តែប្រសើរឡើងចា៎ជាពិសេសនេះខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលលោកបានដឹកនាំប្រទេសមួយនេះប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍទើបធ្វើឲ្យក្រុមរបស់នាងខ្ញុំទាំង3នាក់មានឱកាសនៅក្នុងថ្ងៃនេះនិងអរគុណដល់សាកលវិទ្យាល័យចេនឡាដែលលោកបានដឹកនាំនិងជួយបង្រៀនរបស់នាងខ្ញុំក្រុមខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការជ្រើសរើសនៅប្រធានបទនេះព្រោះដើម្បីឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់ឲ្យកាន់តែឃើញនៅថាតើសហគមន៍នឹងមានបញ្ហានៃកត្តាប្រឈមឬក៏តកតងនឹងបញ្ហាចំណេះដឹងអេរិយាបថរបស់អាណាព្យាបាលនៅក្នុងការថែទាំបីបាច់កូននឹងកុមារនឹងអាយុដែលជាពិសេសផ្ដោតទៅលើកុមារអាយុក្រោម5ឆ្នាំតើអេរិយាបថរបស់អាណាព្យាបាលនឹងមានរបៀបម៉េចហើយក្នុងនោះដែរក៏បានឆ្លុះបញ្ចាំងឲ្យឃើញនៅតថភាពជាក់ស្ដែងរួចមកហើយដែលតាមរយៈការសិក្សាស្រាវជ្រាវនេះហើយខ្ញុំសង្ឃឹមថាការសិក្សាស្រាវជ្រាវរបស់ខ្ញុំនេះពិតជាបានឆ្លុះបញ្ចាំងនៅតថភាពជាក់ស្ដែងនេះពិតមែនហើយខ្ញុំនឹងបានចងក្រងទុកជាឯកសារដើម្បីទុកជាការសិក្សាដល់សិស្សនិស្សិតចំនួនក្រោយដើម្បីទុកជាឯកសារសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្តទៀតប្រធានបទថ្ងៃនេះពួកខ្ញុំមកធ្វើសារណាដែលនិយាយអំពីជំងឺសរសៃឈាមបេះដូងនៅក្នុងខេត្តកណ្ដាលនៅឆ្នាំ2024ចំពោះពួកខ្ញុំនៅធ្វើសារណានៅថ្ងៃនេះដែរគឺខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយនៅក្នុងនោះដែរខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាមិនថាលោកគ្រូអ្នកគ្រូដឹកនាំឬក៏លោកគ្រូអ្នកគ្រូនៅក្នុងសាកលវិទ្យាល័យចេនឡាទាំងអស់មិនថាលោកគ្រូអ្នកគ្រូដែលបរៀនតែមុខវិជ្ជាសាសនាហ្នឹងឯងគឺលោកគ្រូអ្នកគ្រូពីដើមមកគឺលោកគ្រូនៅទីនេះគឺគាត់បរៀនយើងពីការអនុវត្តទ្រឹស្ដីអីនៅក្នុងមន្ទីរពេទ្យគឺអនុវត្តបានត្រឹមត្រូវទាំងអស់យើងក៏មានការចុះទៅដល់មន្ទីរពេទ្យជាក់ស្ដែងនៅក្នុងសាលាក៏មានការផ្លាស់ប្ដូរការសិក្សាពួកខ្ញុំក៏ធ្លាប់ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសវៀតណាមផងដែរនៅសាលាក៏មានការផ្លាស់ប្ដូរការសិក្សាទៅប្រទេសផ្សេងៗផងដែរគឺអនុវត្តបានពិតខ្ញុំពិតជាអរគុណចំពោះលោកគ្រូអ្នកគ្រូខ្ញុំបដិញ្ញាថានឹងយកចំណេះដឹងដែលលោកគ្រូអ្នកគ្រូបានបង្រៀនពួកខ្ញុំនៅថ្ងៃនេះនឹងកន្លងមកយកទៅអនុវត្តនៅក្នុងវិជ្ជាជីវៈហ្នឹងឲ្យប្រកបតាមស្ថាប័នវិជ្ជាជីវៈដែលយើងបានរៀនដែលយើងមានឈ្មោះជាពេទ្យបានត្រឹមត្រូវពេញលេញជាចុងក្រោយលោកស្រី Henda Linet ក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកស្រីសាស្ត្រាចារ្យដឹកនាំនិងជំនួយការសាស្ត្រាចារ្យដឹកនាំសារណាព្រមទាំងលោកស្រីសាស្ត្រាចារ្យទាំងអស់ដែលបានអញ្ជើញចូលរួមធ្វើជាគណៈកម្មការវិតម្លៃសារណារយៈពេលពេញមួយថ្ងៃដែលបានធ្វើឲ្យដំណើរការការពារសារណានេះទទួលបាននូវលទ្ធផលជាទីគប់ប្រសើរនិងសូមគោរពជូនពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលានិងជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ